ខ្ញុំបើកស៊ីឆប់មកចិត្ត5ឆ្នាំហើយអានេះគឺជាលើកទី1ដែលខ្ញុំមានអារម្មណ៍ថាខ្ញុំអត់សប្បាយចិត្តខ្លាំងបំផុតហ្មងធម្មតាខ្ញុំមិនដែលមានបញ្ហាអីមួយភ្ញៀវទេនិយាយទៅមានតែភ្ញៀវគាត់ចូលចិត្តយើងគាត់ថាយើង friendly អីចឹងហើយបើមានកំហុសតិចតួចគាត់ប្រាប់មកខ្ញុំព្យាយាមកែព្យាយាមសម្របសម្រួលទៅតាមនឹងអញ្ចឹងណាតែថ្ងៃនេះមានបញ្ហារៀងបើគាត់ថាធំក៏វាធំដែរសម្រាប់ខ្ញុំគឺធំខ្លាំងណាស់អ្នកទាំងអស់គ្នាដល់ថ្នាក់ភ្ញៀវគាត់ screenshot ថាគាត់ចង់ផុសនៅក្នុង group ហើយវីដេអូនេះខ្ញុំគិតច្រើនដងមែនតើថាខ្ញុំគួរចេញតែខ្ញុំគិតថាខ្ញុំគួរតែចេញដើម្បីខ្ញុំការពារខ្លួនឯងនៅថ្ងៃក្រោយដែរនិយាយទៅកំហុសនឹងវាមកពីខ្ញុំឯងដោយសារតែខ្ញុំគេងជ្រុលទៅក៏ខ្ញុំអត់បានតបឆាតដូរលុយជូនគាត់ចឹងវីដេអូនេះខ្ញុំគ្រាន់តែចង់មកប្រាប់បងថាបើសិនជាឆាតមករកដូរលុយប្រញាប់អីកុំអាវេដុល្លារមកបងប្អូនឆាត hello ខ្ញុំសិនទៅចាំខ្ញុំ confirm អូខេវេដុល្លារមកចាំបងប្អូនវេដុល្លារមកខ្ញុំវេលុយចិនទៅភ្លាមហ្មងពេលបងប្អូនគាត់វេដុល្លារមកភ្លាមម្ដងក៏មានមិត្តភក្តិខ្ញុំគាត់វេដុល្លារមកមុនអីអញ្ចឹងដែរគ្រាន់តែពេលខ្លះខ្ញុំរវល់ខ្ញុំអត់គេងលក់ឬក៏អីអញ្ចឹងទៅ3-4ម៉ោងក្រោយបានខ្ញុំបានវេលុយចិនជូនអាហ្នឹងក៏មិត្តភក្តិខ្ញុំឬក៏មិត្តភ្ញៀវខ្ញុំដែលគាត់ធ្លាប់ដូរគាត់អត់ដែរអីដែរតែគ្រាន់តែវគ្គនេះភ្ញៀវថ្មីគាត់តំតាក់តងខ្ញុំវគ្គថ្ងៃទី1ទេហើយពីព្រឹកឡើងខ្ញុំអត់បានគេងទេម៉ោង8ជាងគាត់តាក់តងមកហ្នឹងក៏ខ្ញុំបានវេលុយចិនជូនគាត់មួយសាយគាត់ដូរប្រហែលជា$100តែពេលហើយក៏ពេលថ្ងៃនេះគាត់រកដូរទៀតអ្នកទាំងអស់គ្នាហើយអត់បាន hello អីទៀត confirm ទេក៏គាត់វេដុល្លារវេលុយឲ្យខ្ញុំដើម្បីដូរលុយចិនហ្មងចឹងហើយខ្ញុំពេលហ្នឹងខ្ញុំគេងបាត់ហើយគាត់បានតបសារគាត់អីគាត់ call ហងអីផងក្រុមការងារខ្ញុំគាត់អាចហ៊ានចូលតបទេដោយសារតែភ្ញៀវដូរលុយជាធម្មតាគឺខ្ញុំមានក្រុមការងារជួយសម្រាប់សេវាជួយទិញព្រោះខ្ញុំមានភ្ញៀវជួយទិញច្រើនមែនតើតែភ្ញៀវដូរលុយគឺខ្ញុំមានតិចខ្លាំងអញ្ចឹងខ្ញុំអត់ទាន់ហ៊ានរកក្រុមការងារមកជួយទេខ្ញុំនៅធ្វើខ្លួនឯងហើយភាគច្រើនខ្ញុំនៅទទួលដូរដល់ម៉ោង12យប់ពេលខ្លះម៉ោង1ម៉ោង2អីខ្ញុំអត់ទាន់គេឬក៏មកយប់ទៅភ្លឺនឹងខ្ញុំអត់ទាន់គេភ្ញៀវដូរម៉ោង4ម៉ោង5ព្រឹកក៏ខ្ញុំនៅតែដូរជូនអ្នកឲ្យតែខ្ញុំអត់ទាន់គេហើយជាមធ្យមហ្មងគឺខ្ញុំតែធ្វើការមកយប់ទៅភ្លឺខ្ញុំគេតែព្រឹកទេតែថ្ងៃខ្លះក៏ខ្ញុំគេពីយប់តិចតួចដែរអញ្ចឹងណានេះគាត់តែចង់ប្រាប់បងប្អូនថាបើសិនជាបងប្អូនចង់ដូរលុយចាំឆាតមកខ្ញុំឃើញខ្ញុំអូខេអីហើយឲ្យបងប្អូនវេដុល្លារមកចាំបងប្អូនវេមកកុំឲ្យបាក់ខាងវេដុល្លារមកអត់ឃើញវេលុយចិនទៅថាខ្ញុំបោកថាខ្ញុំអីអញ្ចឹងចង់ស៊ីនសតផុសចង់អីអូយកុំដល់ថ្នាក់នឹងមានអារម្មណ៍ថាវាលើសខ្លាំងពេកនិយាយទៅបើខ្ញុំចង់បោកកាត់បងប្អូនវេដូរលុយចិនដូរមកដំបូងហ្នឹង$100ហ្នឹងក៏ខ្ញុំអត់វេលុយចិនជូនខ្ញុំបោកបាត់តែហើយខ្ញុំអត់មានណានៅដល់វគ្គទី2ត្រូវដូរ$25ហើយខ្ញុំអត់វេលុយចិនជូនទេហើយខ្ញុំប្រាប់ទៀតថា account ខ្ញុំអ្នកទាំងអស់គ្នាបើខ្ញុំចង់បោកក៏ខ្ញុំមិនបង្ហាញមុខខ្ញុំនៅលើ social media ខ្ញុំខំធ្វើ content ធ្វើអីហ្នឹងឡើងច្រើនឆ្នាំហើយគ្នា account TikTok ខ្ញុំលេងតាំងពីខ្ញុំរៀននៅវិទ្យាល័យហើយឥឡូវខ្ញុំចប់សាកលទៀតហើយខ្ញុំនៅតែប្រើអញ្ចឹងខ្ញុំអត់យកកិត្តិយសខ្ញុំមកលេងសើចទេចឹងបងប្អូនចង់មើល account ខ្ញុំនេះ account ដែលខ្ញុំបង្ហាញនៅក្នុងហ្នឹង account TikTok ខ្ញុំគាត់ screenshot account ហ្នឹងមកថាអត់អីខ្ញុំក៏ចង់ផុសឲ្យក្នុងក្រុមដែរខ្ញុំវេលុយដុល្លារវាអីទៅវិញហើយខ្ញុំមានបានតបណាអ្នកគេងលក់បាត់ហើយក្រុមការងារគាត់ហ៊ានចូលមើលតតាបងខ្ញុំគាត់មកដាស់ខ្ញុំភាគច្រើនបងខ្ញុំក៏ហ៊ានដែរគាត់ឃើញខ្ញុំគេងថ្ងៃអញ្ចឹងគាត់ឲ្យគេងសិនអញ្ចឹងតែគាត់ក៏បានចូលមើលឆាតភ្ញៀវដែរភាគច្រើនខាងចេញអីវ៉ាន់ហ្នឹងទៅគាត់ចេញអីវ៉ាន់ហើយគាត់ឆាតទៅភ្ញៀវដល់ពេលខាងកាត់បងភ្ញៀវខាងជួយទិញក៏គាត់ទទួល order ទទួលអីតាមថៅប៉ៅពេលដល់18អញ្ចឹងណាលើកលែងតែ CNE ខ្ញុំបង្កើត account ឲ្យក្រុមការងារខ្ញុំអត់កាត់ក៏គាត់បានហ៊ានចូលតបដែរយទៅភ្ញៀវ CNE ហើយនឹងដូរលុយគឺគាត់អានរីតទុកឲ្យខ្ញុំហ្មងគាត់ហ៊ានស៊ីនទេហើយខ្ញុំថ្ងៃណាខ្ញុំជួនកាលខ្ញុំអត់បានគេងដល់ថ្ងៃល្ងាចអីចឹងទេក៏ខ្ញុំតបអីលឿនធម្មតាទៅថ្ងៃខ្លះខ្ញុំគេងអ្នកនរគ្នាខ្ញុំទទួលស្គាល់ថាយើងមិនគួរគេងពេលថ្ងៃដោយសារភ្ញៀវដូរលុយអីអញ្ចឹងណាប៉ុន្តែភាគច្រើន target ភ្ញៀវខ្ញុំគាត់ដូរតែយប់ទេអញ្ចឹងហើយបានភាគច្រើនខ្ញុំមកគេងព្រឹកដល់ល្ងាចវិញហើយខ្ញុំអត់សូវចាថាពេលយប់ខ្ញុំធ្វើការបានស្មូសជាងខ្ញុំត្រូវ order បានយប់ឡើងផងទៅក៏ភាគច្រើនខ្ញុំធ្វើការយប់ដូចវីដេអូដែលអ្នកឃើញខ្ញុំថតទាំងយប់ណាអ្នកនរគ្នាហើយបើបងប្អូនឆ្ងល់ថារឿងហ្នឹងឥឡូវមិនហើយគឺខ្ញុំបានដោះស្រាយចាប់សពគ្រប់ហើយនិយាយទៅនៅពេលដែលខ្ញុំភ្ញាក់មកឃើញសារហ្នឹងហើយខ្ញុំក៏អធិស្ឋានប្រាប់គាត់ថាបងតំភ្ញាក់ពីគេងហើយគាត់សួរថាចុះបើភ្ញាក់ពីគេងមិនក៏យក account មិនក៏ឆាតយកគាត់យក account មួយទៀតមកឆាតមកខ្ញុំឃើញខ្ញុំតបខ្ញុំក៏ចង់ប្រាប់បងអូនវិញដែរថាបងមានក្រុមការងារជួយកាន់ page សម្រាប់ហើយនឹង Telegram សម្រាប់សេវាជួយទិញអញ្ចឹងភ្ញៀវតែ hello មកគាត់ស្មានតែភ្ញៀវជួយទិញឬក៏ភ្ញៀវអីគឺគាត់ត្រូវតែតបនឹងឯងប៉ុន្តែបើរហូតដូរលុយអីតតាបងហើយគាត់ហ៊ានមកដាស់បងចឹងទៅបើគាត់ខ្សិនទៅជាធម្មតាភ្ញៀវដែលគាត់ធ្លាប់ដូរលុយនឹងបងគាត់វេដុល្លារមកមុនចេះគាត់សុទ្ធតែដឹងហើយថាបងគេងពេលព្រឹកអីចឹងទៅអញ្ចឹងពេលខ្លះភ្ញៀវគាត់ចាំយូរគាត់អីចឹងទៅក៏បងអធិស្ឋានភ្ញៀវទៅតាមនឹងពេលបងងើបមកចឹងដល់ពេលលក្ខណៈចេញមកចង់ផុសចង់អីចេះទៀតបងមានអារម្មណ៍ថាអត់ហ៊ានទទួលដូរជូនអូនទៀតបងនិយាយទៅបន្ទាប់ពីហ្នឹងហើយវេដុល្លារជូនគាត់អីហើយបានមកសន្ទុះធំឯអ្នកគ្នាខ្ញុំអង្គុយ scroll chat មើលខ្ញុំអត់ចិត្តខ្ញុំនឹងចង់យំណាអ្នកគ្នាហើយទៅខ្ញុំក៏ប្រាប់គាត់តាមនឹងវិញទៅថាខ្ញុំបកស្រាយរឿងថាហេតុអីបានអូនយក account មួយទៀតឆាតមកហើយនៅតែមានអ្នកតបហើយ account ដែលផ្ញើដូរលុយនេះអត់មានអ្នកតបអញ្ចឹងទៅក៏ប្រាប់អីហើយអស់ហើយគាត់ក៏ delete chat អស់ទៅអ្នកនរគ្នាចឹងគាត់ delete chat គាត់ delete ទៅអ្នកនរគ្នាដោយសារខ្ញុំវគ្គចុងក្រោយនោះខ្ញុំបានប្រាប់គាត់ថាខ្ញុំលែងហ៊ានទទួលជួយដូរលុយគាត់ទៀតហើយឲ្យគាត់រក agent ថ្មីទៅព្រោះហេតុអីអ្នកនរគ្នាញៀវអ្នកណាក៏ចង់បានដែរប៉ុន្តែវគ្គនេះគឺខ្ញុំអត់អាចទទួលបានហើយវាក៏ជាលើកទី1ដែលខ្ញុំឲ្យតែខ្ញុំបដិសេធថាលែងទទួលគាត់ហ្មងព្រោះខ្ញុំអត់ហ៊ានខ្ញុំមានលទ្ធភាពទទួលទៀតទេអ្នកនរគ្នា Vivo វគ្គក្រោយអីឆាតមកអត់ឃើញខ្ញុំតបផុសខ្ញុំពេញនឹងអីទៀតមកបដ ாய் គេថាមិននេះអីទេគ្រាន់ថា
អ្នកគ្នាកាត់មើលគេទៅយូរយើងខំសាងមកតាំងពីយូរណាស់ហើយគាត់កាត់ថាលុយ$25ហ្នឹងបើខ្ញុំចង់បានមកតាំងពី100បាត់ហើយខ្ញុំអត់ចាំមកវគ្គទី2នេះទេហើយមួយទៀតវាច្រើនវាជាកម្លាំងញើសឈាមគាត់ខ្ញុំក៏អត់មានបោកគាត់ទៅណាដែរគាត់ថាដោយសារខ្ញុំកេងបាត់ហើយគាត់ឆាតមកក៏អត់បានconfirm តន់ទៅមកដែរគាត់វេដុល្លារមកហើយក៏អត់ឃើញខ្ញុំអីចឹងណាអត់ឃើញខ្ញុំវេលុយចិនទៅវិញភ្លាមអត់ឃើញគាត់តបអត់ឃើញតបគាត់អត់ឃើញអីអញ្ចឹងទៅគាត់បារម្ភហ្នឹងក៏មានមិនខុសអីដែរប៉ុន្តែថា screenshot ថាចង់ផុសក្នុងក្រុមអីអញ្ចឹងទៀតខ្ញុំមានអារម្មណ៍ថាខ្ញុំលែងហ៊ានទទួលគាត់ហ្មងអ្នកទាំងគ្នា$25វាច្រើនប៉ុន្តែពេលទៅយុះខ្ញុំអ្នកគ្នាខ្ញុំខំសាងមកខ្ញុំខំកសាងphê có sang account nhôm như tới chọn channel á, nó kia cất mơ tức là trang bị nhôm riêng về chia lại là hỗ trợ lớn nó lần chất đọc channel mấy này ở khi TikTok nó nhôm lên được chỉ tăng vì people đầm phân là hay mà đa lớn đi mình tích channel nè chất đọc channel mấy hay không thu video không ấy gì tôi cứ lại đã theo nhôm bà sao thì nhôm trong bóc nhôm mình nếu mong coi tranh một lần anh không video nữa ngó hay tranh nhá mình tích nhất là khi mình miệng không nó account siêu shop để trả làm siêu shop nó account hay account siêu không nó mình tại nhóm mình lifestyle nhôm mình hụt mạng một ta nhôm mình ôn bon nhôm rồi có ấy chân tới nhôm lên TikTok một ôn nhôm ấy là cái đã theo vậy tới việc nó chỉ account này dương phở tôi dương mình cất thang ngay nè môi admin hưởng nâng cạn lắm hay đọc view screenshot mà phép chơi với nhá nhôm vậy phép này khi tam trăng nhôm lắng shot màu á hay là khi mơ từ scan mà phép nhôm nơi khung page từng pi nơi khung TikTok từng pi nâng từng TikTok siêu shop từng TikTok siêu hồng sốt tầm miên mục nhôm nhưng mà đây lẽ được có ấy thế để sao nhọ miên bầm đó rồi miên cầm đống thay trong bao này tại khi thì nhôm miên từ tôi chui tên như vậy mà bị chân mình tên hay sẽ phải đôi lưỡi cả nhôm miên từ tôi đôi mình tên này admin bao ra internet tiền chân mà sẽ chỉ bằng ôn đôi vẹt khỏi cho mùi nâng nẹp xinh mà ôn đôi vẹt nhập ôn công về đó là tới cái môn ôn hello cái center ấy cái top ấy ôn ấy số 400 ôn về đô la từ hay là cái đã thay vào nhôm trong bao đôi nhôm giấy chứ ôn đô vẹt ti môi hai hay việt ai vẹt ti pi bồng tập bọc lôi ôn mà $5 nâng mà tiết tê hay là đã khi mà ngày nhôm thay ca con anh có nhôm mía rập thay nhôm hot đây mà nhôm thọt video ôn chứ nhôm hot đấy là khi nhôm trên này pe thay ca đôi khi nhiều chân cầm lắng như chim lôi mà $5 nâng nhọn miêu bột bạch đôi có ni tana tê còn là thay nhôm kê hay nhôm có ngợp bao nhôm khơi xa chân nhôm có chia sray có tam nâng chân hát có về lôi đô la về ấy có tam nâng hay có bọ sray hát mới tới có bài chỉ mình sẽ bài chất nâng ca snap để xa quạt ban để liệt chat cho từng ở hay video này nhưng mà đăng thả ôn đừng trôn mưa ở tê tại bà sân chỉ ôn trôn mưa bông trong phẹp từ quanh thế hai ấy bàn account môi tiết ôn chat mà hai min nhẹ top nó cứ để xa bông min crom cay nghĩa khang xề vá chui tinh quạt chui to hay đọc pe đôi lối cứ quạt ở toàn hin top tê để xa quạt tục ấy bông top phủ mọi hin tờ lẹ ca nghĩa nâng tại quạt tiếp tê ca nghĩa quạt tại chui tinh nâng vi chana na tại hai cho ca nghĩa đôi lối cứ bông căn khuôn anh tê trong vẹn khói bộ ôn tự đô nâng kế ôn hello ok confirm $200 tới bà sân chỉ ôn bật nhạc bài chân ai bò chia sẻ mà ông thiết đại bò hiện từ tôi ní cứ bong bật chậm min là tập phim nông ca từ tôi ôn thiết men phù vẽ khói bà sân chỉ min bành han led ai chân tiếp ôn vô tích vô tập ho chân ngoa bà đào bà ban thơ ca nghe họ si ai tê ôn này kê mui mền nghe xuống nát nông ca đại bông thua video nọ min phiêu gọt contact mau nâng á bông thua rop chân em hay sốc và này vô mà po chân bông phẹp bông sắc mình nên khoảng là khơi ai xa để ôn hay bông ôn lốp ở hai vấn đề xa nó một xin sọt tộc ở hai trong bông quay mơ tư mơ mau bông lần chân vô hai mà ngày nó gượng miên ban thơ ca nghe ai tên là ở kia anh ấy video ca pi mà sao mình mui tia tê đập pa video để nhung thử thọt ngày nâng nhung miên cầm đồ của nhung miên bắn tranh tròn mình tên ớt ban thọt ấy xong mây từ mui để xa ấy ớt miên rắm thọt xong mong này ở đưa long mình đứng nhung emotional feeling á miên bánh hai tới cứ bạn sập tơ mộng chẳng hai bị trốn nhưng mà đây chỉ chụp bánh hai thế hay nhung lực tim mũi nung chỉ vật nhung vậy tam thổ này ở đây nung chỉ vật nhung hộp lục nhung cứ vì posi chấm pu khang à bản thân cho thành dậy lên ấy gì nhưng mà sư chỉ miên để chụp ấy khẳng chứ cứ ở đây lực tim mũi mộng á chân chỉ thay mình đang tiết nhung còn là trong tranh mà cà phê luôn thế siêu chỉ shop nhung cứ từ tua chui tên như bản bị chân mau mình tên đô lôi mình tên admin cả này bao prap yêu tê nhung có con bông bông được adminสำหรับการทำงานตุสนามาตรมนี่ให้กับสมจุนปอบงบงđược adminสกปรกเราสนังเราหนึ่งยมสมโตบางสัญญาณมีการใจไอเลอลูในขนมบันดาลสังคมออกคนชานพงแม่บงđược adminจุกนี้ในวิดีโอใครให้ยมหนึ่ง strong up เอาไว้ได้ admin เป็นมันจีไอแมนแต่ออกคนบงบงđược admin